Hello សួស្តីអ្នកគ្នាចូលជាមួយខ្ញុំម្ដងដែរជាមួយនឹងវីដេអូថ្មីហើយមួយរយៈធំនេះដូចជាសូវបានជួបមុខគ្នាច្រើនទេដោយសារតែបញ្ហាទូរស័ព្ទខ្ញុំហ្នឹងហើយទូរស័ព្ទខ្ញុំរៀងពេញអញ្ចឹងបានថតវីដេអូចែកជូនអ្នកនរគ្នាទេហើយតែថ្មីនេះខ្ញុំបានធ្វើការលុបឬក៏ clear មេរោគចេញបានខ្លះចឹងហើយបានខ្ញុំមានវីដេអូថ្មីផុសចែកជូនអ្នកគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកព្រានអ្នកគ្នាពីរបៀប add sticker នៅក្នុងទូរស័ព្ទ Android របស់យើងឲ្យវាមើលទៅស្រស់ស្អាតហើយវា add sticker ទៅដូច iPhone អ្នកគ្នាចឹងមុនចូលដល់វីដេអូនេះសូមអ្នកគ្នាជួយចុច Subscribe ឲ្យខ្ញុំអ្នកមួយផងបាទខ្ញុំមានកម្លាំងចិត្តផុសវីដេអូថ្មីបន្ថែមទៀតចឹងមុនចូលដល់វីដេអូអ្នកគ្នាហ្មងទៅជាដំបូងមុនចូលដល់ការ add sticker ហ្នឹងយើងមិនបាច់ចាំទៅដល់ iPhone នេះទេគឺយើងប្រើ Android យើងបានតែខ្ញុំកំពុងតែ record អ្នកគ្នានេះគឺជា Android ទេហើយជាដំបូងមកយើងបាច់ចាប់ update chart ក៏បានឬក៏អ្នកគ្នាបើសិនជាអ្នកគ្នាអត់ឃើញសញ្ញាដូចខ្ញុំទេអ្នកគ្នាអាច update chart បានដែរអ្នកគ្នាចូល Play Store ដែរហើយបន្ទាប់មកអ្នកគ្នាចុច share ហើយវាយពាក្យថា Messenger អ្នកគ្នា Messenger អ្នកគ្នានេះនៅខាងលើនេះខ្ញុំចុចនេះហើយអ្នកគ្នាអាច update chart បានអ្នកគ្នាដោយសារតែខ្ញុំមានហើយអញ្ចឹងខ្ញុំមិនទាន់បាន up ចែកជូនអ្នកគ្នាទេឥឡូវខ្ញុំសូមចុចថយសិនហើយអញ្ចឹងមុនយើងចុចចូល chart មកបើសិនជាអ្នកគ្នា update ហើយយើងចុចចូល chart មកហើយចុចចូល chart ដែលយើងចង់ add sticker ដាក់អញ្ចឹងហើយគុំចាក់ផងដែរអ្នកគ្នាក្នុងមួយ chart យើងអាច add sticker បានតែមួយទេឬក៏យើង add sticker ក្នុង chart នេះអញ្ចឹងហើយយើងនៅ chart មួយគេផ្សេងអញ្ចឹងយើងរក sticker នឹងយើងរកឃើញទេអញ្ចឹងណាអ្នកគ្នាអញ្ចឹងកុំឲ្យអ្នកគ្នាពេល chart ទៅគេផ្សេងអ្នកផ្សេងអញ្ចឹងហើយរក sticker អញ្ចឹងរកឃើញអញ្ចឹងតំសួរខ្ញុំអីខ្ញុំប្រាប់ខ្ញុំបញ្ជាក់អ្នកគ្នារួចហើយអញ្ចឹងយើងចុចចូល chart នេះមកនេះអ្នកគ្នារកដែលខ្ញុំបានធ្វើរួចហើយខ្ញុំអនុវត្តវាហើយបានផលបានខ្ញុំយកចែកចូលអ្នកគ្នាអញ្ចឹងអ្នកគ្នាមុនចូលចង់ធ្វើរូបហ្នឹងអញ្ចឹងអ្នកគ្នាចុចអាកន្លែងសញ្ញាមេដៃឲ្យមានរូបសញ្ញាមុននេះហ្នឹងអ្នកគ្នាចុចកន្លែងហ្នឹងមកហើយនៅខាងក្រោមនេះអ្នកគ្នាមានអក្សរថា sticker នេះអ្នកគ្នាមានរូបនេះមួយរូបញញឹមហើយមានដូចខ្មៅនេះមួយអ្នកគ្នាបើសិនជាអ្នកគ្នាអត់មានទេខ្ញុំឲ្យអ្នកគ្នាចូល update chat មិញហ្នឹងឥឡូវខ្ញុំមានខ្ញុំសូមចុចកន្លែងហ្នឹងមកឥឡូវខ្ញុំសូមធ្វើការរើសរូបសិនអ្នកគ្នានេះរូបនេះខ្ញុំយកមកពីគេដែរទេឥឡូវយើងចុចសិនមកនេះមុនចូលដល់កន្លែងរើសរូបនេះហើយគេ remove background ឲ្យយើងហ្មងមកស្អាតមកអ្នកគ្នានេះអត់មានផ្ទាំងអីញ៉ៃច្រើនទេអញ្ចឹងហើយបើអ្នកគ្នាឆ្ងល់រកកន្លែងសេអក្សរឃើញអ្នកគ្នាមានកន្លែងអក្សរសញ្ញាខាងលើចុងនេះទូរស័ព្ទអ្នកគ្នាមានអក្សរ A នេះអ្នកគ្នាចុចកន្លែងហ្នឹងមកនេះកន្លែងសេអក្សរអ្នកគ្នាអាចទៅសេតាមតម្រូវចិត្តអ្នកគ្នាបានហើយចង់ដាក់មិនក៏បានដែរឥឡូវខ្ញុំសូមដាក់ថាចេះមកអាកន្លែងនេះកន្លែងយើងដាក់ពណ៌អ្នកគ្នាឆ្លាញ់ពណ៌អីដាក់ពណ៌ហ្នឹងមកសម្រាប់ខ្ញុំដាក់ពណ៌សអាកន្លែងអក្សរ A នេះ A ខាងក្រោមមិន A ខាងលើនេះទេអ្នកគ្នា A មានជ្រុងមួយនេះអ្នកគ្នាអាចចុចលើហ្នឹងអាចវាជាធំឲ្យវារៀងស្រួលមើលច្បាស់អញ្ចឹងបើអ្នកគ្នាអត់ពេញចិត្តទេបាច់ចុចក៏បានដែរហើយយើងអាចដាក់ sticker ដាក់យើងអីបានធម្មតាគ្នាដាក់ sticker នេះក៏បានអ្នកគ្នាហើយពេលទៅយើងបើសិនជាយើងធ្វើយើងចុចអក្សរធ្វើរួចនេះមកហើយបន្ទាប់មកយើងអាចទាញវាដាក់តាមទំហំចិត្តអ្នកគ្នាបានអ្នកឆ្លាញ់ត្រង់ណាដាក់ត្រង់ហ្នឹងហើយវាមាន3 option ឲ្យយើងរើសទី1អា remove background នេះហើយទី2វាមានអក្សរសនេះសេខាងហើយទី3គឺរូបដើមវាអ្នកគ្នាចឹងអ្នកគ្នាឆ្លាញ់មួយណាអាច select យកមួយនឹងបានសម្រាប់ខ្ញុំយកអាទី2នេះហើយមើលទៅវារៀងគួរឲ្យស្រឡះភ្នែកចឹងហើយកន្លែងនេះខ្ញុំសូមបិទអាធំនេះសិននេះហើយខ្ញុំសូមដាក់ជាអក្សរខ្មែរហ្នឹងកុំឲ្យអ្នកគ្នាយ៉ាប់
សូមដូរដាក់ជាអក្សរខ្មែរវិញទៅហើយដាក់រូបខឹងមួយមកព្រោះឲ្យត្រូវនឹង emoji អ្នកគ្នាឲ្យត្រូវនឹងរូបយើងអ្នកគ្នាហ្នឹងហើយបានហើយអ្នកគ្នាបន្ទាប់ពីយើងធ្វើការកែវាឬក៏សរសេរអក្សរអីរួចហើយយើងចុចពាក្យថារក្សាទុកនៅខាងក្រោមអ្នកទូរស័ព្ទអ្នកគ្នាមកនេះបន្ទាប់មកយើងបានមួយទៀតអ្នកគ្នាយើងអាចឆាតទៅមិត្តភ័ក្តិយើងហើយបញ្ជាក់ម្ដងទៀតណាគ្នាក្នុងមួយឆាតយើងអាចធ្វើអានឹងបានតែម្ដងទេបើសិនយើងធ្វើនៅក្នុងឆាតហ្នឹងហើយយើងយកឆាតយើងរក sticker ហ្នឹងយើងរកឃើញទេបើយើងធ្វើនៅក្នុងឆាតផ្សេងមានអ្នកគ្នាឆាតមួយយើងអាចធ្វើបានមួយឆាតមួយយើងអាចធ្វើបានមួយអញ្ចឹងអ្នកគ្នាហើយសម្រាប់ខ្ញុំនេះមានឆាតនេះយើងអាច add នេះបានហើយអ្នកគ្នាអាចដាក់រូបផ្សេងបានអ្នកគ្នាដូចដាក់រូបអ្នកគ្នាក៏បានដាក់រូបអ្នកណាក៏បានដែរអ្នកគ្នាដាក់បានទាំងអស់គ្នាហ្នឹងហើយហើយវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកគ្នាសម្រាប់ការមើលវីដេអូនេះហើយជួបគ្នាវីដេអូក្រោយអរគុណជំរាបលាបាយបាយ